មុនទៅដល់កពតកុំភ្លេចឈានចូលទៅលេងកន្លែងរមណីយដ្ឋានមកកន្លែងនេះផងណាទាំងអស់គ្នាកន្លែងនេះមានឈ្មោះថាម្លិចដែលគេហៅថាបឹងម្លិចណាបងប្អូនមានបងប្អូនមួយចំនួនគាត់បានស្គាល់ហើយប៉ុន្តែនៅតែបងប្អូនមួយចំនួនទៀតដែលគាត់អត់ទាន់បានស្គាល់ទេហើយខ្ញុំតានីឲ្យកន្លែងនេះហាគឺសម្បូរទៅដោយធម្មជាតិមែនតើបងប្អូនទាំងអស់គ្នាជាពិសេសហាសម្បូរទៅដោយកន្លែងថតរូបច្រើនណាអញ្ចឹងអ្នកដែលគាត់ចូលចិត្តថតរូបហើយឬមួយក៏ចូលចិត្តរបៀបថាកន្លែងធម្មជាតិអីបងប្អូនមកកន្លែងនេះបាននិយាយទៅខ្ញុំតានីឲ្យហើយស្អាតមែនតើបងប្អូនទាំងអស់គ្នាគ្រាន់តែចូលទៅដល់គឺ fresh មែនតើគេមានកន្លែងបាញ់ធ្នូមានកន្លែងអង្គុយលើម៉ូតូអីស្រួលថតចឹងណាហើយកន្លែងនេះកន្លែងលើស្ពានបងប្អូនទាំងអស់គ្នាខ្ញុំស្រឡាញ់ទីតាំងកន្លែងនោះមែនតើនិយាយទៅស្អាតនៅខាងក្រោយមានភ្នំមានអីចឹងណាហើយអ្នកទាំងអស់គ្នាអ្នកដែលគាត់ចូលចិត្តថតរូបអីបងប្អូនមកកន្លែងនេះគឺត្រូវមែនតើអត់ខ្វះទេកន្លែងថតរូបក៏ហើយថ្ងៃសៅរ៍អាទិត្យអីអត់ដឹងតាណាអ្នកទាំងអស់គ្នានាំគ្នាមកលេងកន្លែងនេះបានបើមកជាគូកាន់តែ sweet បងប្អូនទាំងអស់គ្នាព្រោះដោយសារតែកន្លែងនេះគេសម្បូរកន្លែងថតរូបជាគូនិយាយទៅខ្ញុំស្រឡាញ់ទីតាំងកន្លែងនោះមែនតើបងប្អូនឃើញ view នៅខាងក្រោយមានទឹកមានភ្នំហើយគេមានdecor អសអីចឹងណាបងប្អូនទាំងអស់គ្នាហើយនៅកន្លែងហ្នឹងក៏មានគេជួលទូកឲ្យជិះដែរបងប្អូនទាំងអស់គ្នាកន្លែងខ្ញុំដើរនេះគឺជាកន្លែងស្ពានដែលគេដើរថតរូបអីចឹងណាអ្នកទាំងអស់គ្នានិយាយទៅទេសភាពខ្ញុំហ៊ាននិយាយថាខ្ញុំឲ្យ10លើ10ហ្មងបងប្អូនទាំងឆ្វេងទាំងស្ដាំគឺស្អាតទាំងអស់និយាយទៅចូលមកកន្លែងនេះគឺតែចាក់ភ្នែកមែនតើបងប្អូនទាំងអស់គ្នាដោយសារតែវាមានអាកាសធាតុល្អហើយវាអត់មានផ្សែងឡានផ្សែងម៉ូតូទេដល់ពេលចឹងទៅខ្យល់សុទ្ធតែធម្មជាតិទាំងអស់បងប្អូនអ្វីដែលកាន់តែពិសេសនោះម្ហូបនៅកន្លែងបឹងម្លិចហ្នឹងគឺទាំងគុណភាពនិងតម្លៃគឺសមរម្យមែនតើបងប្អូនទាំងអស់គ្នានិយាយទៅរសជាតិគឺអាចទទួលយកបានហើយបងប្អូនកុំតាន់អាចជឿខ្ញុំតបងប្អូនទៅសាកដោយខ្លួនឯងបានដឹងពេលខ្លះខ្ញុំនិយាយអ្នកទាំងអស់គ្នាអាចនឹងអត់ជឿទេរបៀបថាគឺលឺគេនិយាយ100ដងមិនស្មើនឹងយើងទៅឃើញហើយនឹងបានទៅសាកភ្លក់ម្ដងទេបងប្អូនទាំងអស់គ្នាតែសម្រាប់ខ្ញុំម្ហូបប៉ុណ្ណឹងគឺអាចទទួលយកបានទេបងប្អូនទាំងរសជាតិនិងតម្លៃហើយនឹងទាំងគុណភាពទាំងអនាម័យអីគឺល្អមែនតើចាប្រហុកនៅលើជ្រុញនេះគេអាំងណាបងប្អូនគេអាំងនិយាយទៅក្រៀមមកឆ្ងាញ់ឲ្យយើងហ្មងសម្រាប់ខ្ញុំចូលចិត្តម្ហូបនេះមែនតើខ្ញុំហ៊ាននិយាយថា9លើ10ខ្ញុំអត់ហ៊ានឲ្យ10លើ10ទេបងប្អូនទាំងអស់គ្នាហើយចាំពេលបងប្អូនទៅសាកបងប្អូនអាចដាក់បន្ទុកពីលើនឹងបានបន្តទៀតចឹងណាប៉ុន្តែសម្រាប់ខ្ញុំសុំឲ្យ9លើ10ឲ្យបងប្អូនព្រោះដោយសារតែវាឆ្ងាញ់ហើយណាមួយម្ហូបនេះគឺជាចំណង់ចំណូលចិត្តរបស់ខ្ញុំចូលចិត្តញ៉ាំរបៀបថាស្អុយប្រហុកផ្អកអីហ្នឹងអាហ្នឹងជាចំណង់ចំណូលចិត្តរបស់ខ្ញុំហើយបងប្អូនអញ្ចឹងបន្ទុកប៉ុណ្ណឹងខ្ញុំគិតថាវា perfect ហើយនៅនឹងមានម្ហូបច្រើនមុខទៀតបងប្អូនតែដោយសារតែខ្ញុំសូមបង្ហាញអ្នកទាំងអស់គ្នាតែម្ហូបមួយមុខនេះដោយសារតែម្ហូបមួយមុខនេះគឺជាម្ហូបប្រចាំនៅហាងផ្ទាល់តែម្ដងបងប្អូននេះគឺហៅមាន់ដុតតយងជ័យបងប្អូនគាត់ដុតមកឡើងក្រៀមហើយយកទៅឡើងឈ្ងុយហ្មងណាគ្រាន់តែយកវីដេអូនឹងយកមកកាត់ដាក់សម្លេងម្ដងទៀតបងប្អូនខ្ញុំនឹករសជាតិនឹងមែនតើចង់និយាយថាវាញ៉ាំទៅវារបៀបថាបងប្អូនស្គាល់រសជាតិនៃសាច់ចេះនិយាយទៅញ៉ាំទៅគឺមានជាតិនៅជាប់មាត់តែម្ដងព្រោះដោយសារតែមាន់ហ្នឹងគឺមាន់ស្រែបងប្អូនគាត់អត់មានយកមាន់ចិញ្ចឹមទេណាមាន់ហ្នឹងគឺមាន់ស្រែផ្ទាល់តែម្ដងយកមកធ្វើដាក់ឲ្យយើងញ៉ាំណាអ្នកទាំងអស់គ្នាដល់ពេលអញ្ចឹងទៅអ្នកទាំងអស់គ្នាដឹងហើយថារសជាតិមាន់ស្រែហ្នឹងមិនគឺវាឆ្ងាញ់ជាងមាន់ចិញ្ចឹមណាបងប្អូនធម្មតារបស់ឆ្ងាញ់ដាក់ទៅ1ម៉ាត់2ម៉ាត់ដំបូងអ្នកទាំងអស់គ្នានិយាយថាមានក្តីសុខមែនតែនញ៉ាំទាំងបិទភ្នែកហ្មងបងប្អូនសម្រាប់អ្នកដែលគាត់ចូលចិត្តកាហ្វេនៅកន្លែងនេះក៏មានលក់កាហ្វេមានលក់អីដែរបងប្អូនទាំងអស់គ្នាសំខាន់បានផឹកកាហ្វេហើយបានកយគុណទេសភាពហើយបានថតរូបស្អាតទៀតបងប្អូនហើយកាហ្វេនៅកន្លែងគាត់នេះក៏គួរសមដែរសំខាន់តម្លៃក៏ដូចគ្នាដែរបងប្អូនទាំងអស់គ្នា